អានុទីនកំពុងតែមានបញ្ហាជាមួយនឹងប្រជាជនរបស់ខ្លួនហើយក្រោយពេលដែលបានមកប្រជុំនៅប្រទេសហ្វីលីពីនហើយជាពិសេសគឺដោយសារតែអានុទីនបានរាក់ទាក់ស្វាគមន៍មានការចាប់ដៃជាមួយនឹងសម្ដេចហ៊ុនម៉ាណែតសកម្មភាពនេះគឺបានធ្វើឲ្យប្រជាពលរដ្ឋសៀមមួយចំនួនដែលគេចាត់ទុកថាជាអ្នកដែលជ្រុលនិយមហ្នឹងកំពុងតែរករឿងអូលោកខ្លាំងមែនទែនទៅលើទង្វើនេះបើសិនបើយើងមើលទៅលើភាគីកម្ពុជាប្រជាពលរដ្ឋកម្ពុជាគឺហាក់ដូចជាពុំមានបញ្ហាអ្វីទេហាក់ដូចជាយល់ថាវាគឺជារឿងល្អមួយដែលមានការស្វាគមន៍គ្នាសម្រុះសម្រួលគ្នាក៏ដូចជាការនិយាយគ្នារវាងថ្នាក់ដឹកនាំនិងថ្នាក់ដឹកនាំហើយយើងចង់ឃើញមានការដោះស្រាយដោយសន្តិវិធីដើម្បីបញ្ចប់នៅបញ្ហាដែលកំពុងតែកើតឡើងហើយសង្ឃឹមថាបានទឹកដីរបស់កម្ពុជាមកវិញដែរទាហានសៀមកំពុងតែធ្វើការគ្រប់គ្រងនិយាយរួមគឺសម្រាប់កម្ពុជាយើងគឺស្វាគមន៍ក៏ដូចជាត្រេកអរចំពោះរូបភាពក៏ដូចជាវីដេអូនៃការចាប់ដៃគ្នារវាងថ្នាក់ដឹកនាំប្រទេសសៀមជាមួយនឹងថ្នាក់ដឹកនាំរបស់ប្រទេសកម្ពុជាប៉ុន្តែសម្រាប់ពួកជ្រុលនិយមសៀមគឺវាមិនអញ្ចឹងទេហើយរឿងនេះគឺគេចាត់ទុកថាវាគឺជាបញ្ហាមួយដែលអានុទីនត្រូវដោះស្រាយយ៉ាងណាជាមួយនឹងពួកនេះដោយសារតែមានមេដឹកនាំម្នាក់របស់ប្រទេសសៀមដែលជាទូទៅគឺគេហៅថាជាមេដឹកនាំជ្រុលនិយមគឺអូលោកខ្លាំងមែនតើការដៀលគឺវាមានតាក់ទងទៅលើកម្ពុជាដែរដោយមេដឹកនាំម្នាក់ហ្នឹងគឺឈ្មោះតាសាំខ្វីតខ្ញុំអត់សូវស្គាល់ទេប៉ុន្តែប្រហែលជាពុកម៉ែបងប្អូនស្គាល់ហើយខ្ញុំដាក់រូបឲ្យមើលផងដែរតាមម្នាក់ហ្នឹងគឺបានធ្វើការចោទប្រកាន់អានុទីនថាការដែលអានុទីនធ្វើការចាប់ដៃជាមួយនឹងសម្ដេចហ៊ុនម៉ាណែតគឺហាក់ដូចជាមានការស្រោះស្រួលគ្នាអញ្ចឹងតាសាំខ្វីតហ្នឹងក៏ចោទអានុទីនថាបាននិយាយត្រូវជាមួយនឹងនាយករដ្ឋមន្ត្រីកម្ពុជាហើយវានិយាយថាតើការដែលអានុទីនធ្វើការនិយាយទំនាក់ទំនងជាមួយថ្នាក់ដឹកនាំកម្ពុជាមានដឹងទេថាតើប្រជាពលរដ្ឋសៀមនឹងព្រមអភ័យទោសឲ្យកម្ពុជាហើយឬនៅនេះគឺជាពាក្យមួយដែលខ្ញុំអត់យល់ថាតើរាល់ថ្ងៃហ្នឹងគឺកម្ពុជាយើងវាមានកំហុសអីជាមួយនឹងពួកឯងហ្នឹងកម្ពុជាវាធ្វើអីបានជាកម្ពុជាសាងជាកំហុសទៅដល់ពួកនេះឯងបានជាមកនិយាយថាតើនៅពេលដែលថ្នាក់ដឹកនាំស្វាគមន៍គ្នាបែបនេះតើចិត្តរបស់ប្រជាពលរដ្ឋសៀមនឹងអភ័យទោសឲ្យកម្ពុជាហើយឬនៅពាក្យនេះខ្ញុំមិនដឹងថាតើវាយកស្អីមកនិយាយទេពីព្រោះតែវាធ្វើមកដូចយើងនឹងកំពុងតែមានកំហុសខ្លាំងណាស់អញ្ចឹងដូចយើងនឹងកំពុងតែគ្រប់គ្រងលើដីវាឈ្លានពានដីវាសម្លាប់ប្រជាពលរដ្ឋវាសម្លាប់ទាហានវាអញ្ចឹងឬក៏យើងកំពុងតែធ្វើរឿងធ្វើឲ្យប្រទេសវានឹងពិបាកខ្លាំងអញ្ចឹងវាអត់មានទេវាអត់មានរឿងណាដែលមកចោទថាកម្ពុជាយើងមានកំហុសជាមួយនឹងប្រទេសវាទេទៅវិញបើសិនបើយើងនិយាយថាសៀមទេគឺជាអ្នកដែលកំពុងតែឈ្លានពានក៏ដូចជាធ្វើកំហុសធ្ងន់ធ្ងរមែនទែនមកលើប្រទេសកម្ពុជាអញ្ចឹងគឺយើងគួរតែនិយាយថាតើកម្ពុជានឹងអភ័យទោសឬក៏អត់ទោសឲ្យពួកសៀមហើយឬនៅវាត្រូវជាងអត់មានត្រូវសៀមមកនិយាយថាខ្មែរអញ្ចឹងទេគួរតែខ្មែរនិយាយថាសៀមនឹងធ្វើបែបហ្នឹងតែយើងអភ័យទោសឲ្យឬនៅគួរនិយាយអញ្ចឹងបែបហ្នឹងទៅវាត្រូវជាងអញ្ចឹងទេការនិយាយពីពួកជ្រុលនិយមគឺសុទ្ធសឹងតែលើកមកនិយាយច្រើនណាថាកម្ពុជាយើងចេះមួយចោះពីបង្កាច់បង្ខូចលើកយកតែពីខ្លួនឯងត្រូវដោយលើកមកនិយាយថាស្នេហាជាតិវាធ្វើដូចតែគ្មានប្រទេសណាមួយគ្មានប្រជាជនណាមួយដែលស្រឡាញ់ជាតិដូចវានឹងទេធ្វើដូចវានឹងវាស្រឡាញ់ជាតិលើសគេលើឯងមកអញ្ចឹងការស្រឡាញ់ជាតិរបស់ពួកវាគឺមិនត្រឹមតែស្រឡាញ់ជាតិខ្លួនឯងទេវាប៉ះពាល់ដល់ប្រទេសគេទៀតអញ្ចឹងហើយបានជានៅពេលនេះអ្វីដែលជាបញ្ហាត្រូវបានគេលើកមកបង្ហោះផ្សាយដែលគេនិយាយថាវាគឺជារឿងមួយដែលធ្វើឲ្យអនុទីនពិបាកដែរនោះគឺតេតូនទៅលើការដោះស្រាយជាមួយនឹងពួកនឹងឯងពួកនឹងគឺវានិយាយអញ្ចឹងវានិយាយដាក់បន្ទុកឲ្យអនុទីនថាតើអនុទីនធ្វើបែបណាដើម្បីឲ្យប្រជាជនរបស់គាត់នឹងអាចនៅក្នុងការស្ងប់ចិត្តព្រមទទួលយកបានហើយជាមួយនឹងការដោះស្រាយដោយសន្តិវិធីជាមួយនឹងកម្ពុជាពីព្រោះតែអនុទីនមែនទែនទៅវាក៏ហេតុបិទតែមើលទៅវារៀងឡប់មែនក៏ប៉ុន្តែប្រភេទមនុស្សនេះគឺជាប្រភេទអ្នករកស៊ីអញ្ចឹងវាគិតប្រយោជន៍ជាធំអញ្ចឹងវាចង់រកស៊ីវិញដែរអញ្ចឹងហើយបានជាឃើញមានការហាក់ដូចជាបន្ទាត់អិរិយាបថដូចជាឃើញមានការនិយាយតាក់ទងទៅលើការបញ្ជូននៅស្ថានបុគ្គលិកស្ថានទូតសៀមមកក្នុងប្រទេសកម្ពុជាវិញដែលជារឿងមួយដែលគេមើលឃើញថាវាហាក់ដូចជាសៀមវានេះគឺហាក់ដូចជាចង់សម្រុះសម្រួលដោះស្រាយដោយសន្តិវិធីដូចជាការកំណត់នៅព្រំដែនក៏ដូចជាអាចជាហេតុផលមួយដែលពួកគេនិយាយតាក់ទងទៅលើការបើកច្រកព្រំដែនពីព្រោះតែបញ្ហាធំគឺកំពុងតែកើតឡើងនៅក្នុងប្រទេសសៀមផងដែរ
ការបិទច្រកព្រំដែនគឺធ្វើឲ្យមានបញ្ហាសេដ្ឋកិច្ចធំសម្រាប់ប្រទេសសៀមទាក់ទងទៅលើការបើកច្រកព្រំដែននេះក៏មានពួកអ្នកវិភាគសៀមមួយចំនួនគេបានលើកមកនិយាយដែរថាប្រសិនបើមុននឹងបើកច្រកគួរតែគិតអំពីទឹកភ្នែករាស្ត្រសៀមក៏ដូចជាគិតអំពីអាយុជីវិតប្រជាពលរដ្ឋសៀមនិងគួរតែអាណិតទៅដល់ជីវិតរបស់ទាហានសៀមដែរអញ្ចឹងនេះគឺជាអ្នកវិភាគខ្ញុំនឹងថាតើខួរក្បាលរបស់ពួកវានឹងវាវិភាគស្អីទេវានិយាយបែបហ្នឹងទីមួយគឺតាក់ទងទៅលើការបើកច្រកព្រំដែនវាធ្វើដូចកម្ពុជាយើងនឹងសុំវាបើកច្រកព្រំដែនអញ្ចឹងហើយទី2ធ្វើដូចយើងនឹងទៅសម្លាប់វាធ្វើបាបវាណាស់អញ្ចឹងវាអត់មានមុននិយាយថាមុនបើកច្រកអានុទីនមុននឹងបើកច្រកត្រូវតែគិតតាក់ទងទៅលើជីវិតប្រជាពលរដ្ឋសៀមទឹកភ្នែកប្រជាពលរដ្ឋសៀមនឹងគិតទៅលើអាយុជីវិតរបស់ទាហានសៀមដែលស្លាប់ផងគិតបែបហ្នឹងវាហាក់ដូចជាដាក់បន្ទុកថាខ្មែរយើងនឹងធ្វើបាបវាខ្លាំងណាស់សម្រាប់ទាហានវាអញ្ចឹងវាមើលទៅវាដូចជលនិយមពេកពុកម៉ែបងប្អូននិយាយមកដាក់បន្ទុកចោទទៅអនុទីនហើយចោទមកលើកម្ពុជាទៀតទាំងដែលមែនទេទៅកម្ពុជាយើងគ្មានបានទៅសុំឯងបើកច្រកស្អីទេកម្ពុជាពេលនេះធ្វើបិទតែផលិតផលសម្រាប់ការប្រើប្រាស់នៅក្នុងប្រទេសយើងមានការផលិតមិនគ្រប់គ្រាន់យ៉ាងណាក៏ដោយប៉ុន្តែយើងអាចទិញមកពីប្រទេសផ្សេងព្រោះមិនមានតែសៀមមួយទេនៅអាស៊ីអាគ្នេយ៍មានប្រទេសច្រើនហើយកម្ពុជាមានទំនាក់ទំនងជាមួយនឹងបណ្ដាប្រទេសនៅលើពិភពលោកច្រើនអញ្ចឹងទិញមកពីប្រទេសទាំងអស់នឹងបានតើឲ្យតែលុយគេទៅតំណែងវាចូលមកហើយជាមួយនឹងការផលិតនៅក្នុងស្រុកក៏មានជាបណ្ដាទៀតវាមិនមានបញ្ហាអីដែលត្រូវឲ្យកម្ពុជាទៅសុំឯងបើកច្រកទេរឿងដែលបញ្ហាពេលនេះគឺសម្រាប់ប្រជាពលរដ្ឋសៀមតើនិយាយតែពីរឿងតរ៉េនមួយពេលនេះគឺកំពុងតែស្ទះអញញ៉ៃពេញនឹងហើយរហូតទៅដល់យកតរ៉េនហ្នឹងទៅនិយាយដល់ប្រជុំសភាហ្នឹងអញញ៉ៃដូចគោស្រាំងតិចអត់ដឹងស្អីទេស្រែកអាឡេអាឡូតេតងទៅលើតរ៉េនតេតងទៅលើបន្លែតេតងទៅលើទំនិញផ្សេងកំពុងតែស្ទះខ្លាំងណាស់នៅក្នុងប្រទេសសៀមហើយវាបង្កជាផលប៉ះពាល់ខ្លាំងសម្រាប់អ្នកដែលធ្លាប់រកស៊ីលក់ចេញទិញចូលជាមួយនឹងកម្ពុជាដូចដឹងហើយថាទំនិញរបស់សៀមនឹងចូលមកកម្ពុជាច្រើនតាំងពីដើមគិតពីទឹកប្រាក់គឺវាច្រើនខ្លាំងអញ្ចឹងនៅពេលដែលបិទច្រកព្រំដែនពិបាកតែប្រទេសវានឹងពិបាកតែអ្នករកស៊ីសម្រាប់ប្រទេសវានឹងអាអ្នកដែលស្រែកហ្នឹងមិនមែនជាអ្នករកស៊ីដែរវាមិនដឹងទេហើយសម្រាប់អ្នកដែលគេជាអ្នករកស៊ីជាមួយកម្ពុជាតាំងពីដើមមកវាទៅជាបញ្ហាអញ្ចឹងនៅពេលនេះទឹកភ្នែកគឺទឹកភ្នែកពួកនឹងឯងពួកអាអ្នករកស៊ីនឹងឯងហើយសម្រាប់ពួកអាស្រែកហ្នឹងវាមិនចេះអាស្រែកវាមិនដឹងស្អីទេចោតសុទ្ធតែខ្មែរសុំបើកច្រកព្រំដែនខ្មែរមានសុំបើកច្រកស្អីហើយទៅពួកឯងទៅចង់បើកទៅគេមិនបើកឲ្យវិញទេមែនទេទៅគឺពួកសៀមនឹងទេវាចង់បើកច្រកព្រំដែនហើយស្រាប់តែមួយនិយាយថាខ្មែរយើងចង់បើកដូចខ្ញុំនិយាយអញ្ចឹងឥឡូវនេះមិនមែនថាសៀមព្រមបើកច្រកទេគួរតែនិយាយថាតើកម្ពុជាព្រមបើកច្រកឬយ៉ាងណាពីព្រោះតែឯងទៅបិទច្រកដោយកតោភាគីហើយកម្ពុជាថាឲ្យតែបើសិនជាបើកច្រកវិញលុះត្រាតែឯងឲ្យច្បាស់លាស់មិនមែនបើកតាមចិត្តទេកូនធ្វើចរិតអញញ៉ាំអញ្ចឹងនេះគឺជារឿងមួយដែលត្រូវបានគេលើកមកនិយាយដែលគេមើលឃើញថាវាគឺជាបញ្ហាមួយសម្រាប់អនុទីនបន្ទាប់ពីមកប្រជុំនៅហ្វីលីពីនមើលទៅទំនាក់ទំនងជាមួយនឹងនាយករដ្ឋមន្ត្រីកម្ពុជាហាក់ដូចជាលោកលឿនហាក់ដូចជាមានគោលចំហមួយស្តៀងគ្នាថាអូពួកយើងនឹងធ្វើការដោះស្រាយទៅកុំទុកឲ្យរឿងវាអញញ៉ៃអញ្ចឹងពិបាកទាំងប្រទេសទាំងពីរហើយជាមួយនឹងការលើកមកបង្ហើបផ្សេងទៀតវាហាក់ដូចជាកំណត់ថាប្រកាសជាមានគេហៅថាអ្នកជំនាញនៅក្នុងការបោះបង្គោលព្រំដែនដែលពិភាក្សាគ្នាថាតើបោះបង្គោលព្រំដែនត្រឹមណាឲ្យច្បាស់លាស់យ៉ាងទៅមើលទៅវារឿងហាក់ដូចជាស្លូល្អអាចនឹងចប់ក៏ប៉ុន្តែរឿងចម្រូងចម្រាសច្រើននៅក្នុងប្រទេសសៀមអ្វីដែលសំខាន់គឺអ្នកវិភាគមិនជាវិភាគស្អីវាទេអញញ៉ៃនៅក្នុងប្រទេសសៀមនឹងអានោះគឺខ្ញុំមិនមែនលើកមកនិយាយថាប្រទេសគេពិបាកប្រទេសអីគេទេតាមពិតមកដល់ពេលនេះគឺកម្ពុជាយើងទេគឺជាអ្នករងគ្រោះដែលកំពុងតែត្រូវបានគេឈ្លានពានពីព្រោះតែហើយមែនទៅធ្វើត្បិតតែប្រទេសគេវាមើលទៅអញញ៉ៃប៉ុន្តែតាមពិតគឺយើងក៏មិនអាចទុកចិត្តបានដែរតើតើទៅលើប្រទេសសៀមមួយនេះវាគឺជាកលល្បិចវាគឺជាយុទ្ធសាស្ត្រមួយគឺសុទ្ធសឹងតែពួកគេធ្វើហើយពេលខ្លះអ្វីដែលយើងឃើញគេធ្វើគឺហាក់ដូចជាអញញ៉ៃក៏ប៉ុន្តែធ្វើត្បិតតែរឿងនេះញ៉ៃមែនខ្លះគឺវាជាយុទ្ធសាស្ត្ររបស់គេដែរអញ្ចឹងបានថាយើងមិនដឹងថាយ៉ាងណាក៏ប៉ុន្តែវាគឺគ្រាន់តែជាជ្រុងមួយដែលយើងបានឃើញអំពីបញ្ហាដែលកំពុងកើតឡើងសម្រាប់នាយករដ្ឋមន្ត្រីសៀមខ្ញុំក៏យល់ឃើញថាគាត់គឺជាមនុស្សដែលឡប់ដែរអញញ៉ៃដែរឈ្លានពានគេដែរទឹកចិត្តនៅតែចោលសៀមក៏ប៉ុន្តែពេលខ្លះក៏មើលទៅភាគីម្ខាងទៀតដែលជាប្រជាពលរដ្ឋកាលណាដែលគាត់ជានាយករដ្ឋមន្ត្រីបើសិនបើគាត់អត់អាចយកចិត្តប្រជាពលរដ្ឋបានទេវាធ្វើឲ្យប្រទេសជាតិទាំងមូលគឺមានភាពវឹកវរដែរអាហ្នឹងគឺជារឿងពិតមួយអញ្ចឹងសម្រាប់ពេលនេះគឺយើងនឹងរងចាំមើលដោយដែលខ្ញុំធ្លាប់និយាយរាល់វីដេអូអញ្ចឹងអ្វីដែលយើងចង់ឃើញគឺយើងនឹងមានតែរងចាំមើលទេ
យើងអត់មានជាយុទ្ធសាស្ត្រអីទេយើងជាប្រជាពលរដ្ឋយើងក៏គ្មានកម្លាំងជាប្រដាប់អាវុធអីដែរគឺមានតាមទូនីតិផ្សេងៗដូចជាក្រសួងការពារជាតិអញ្ចឹងពេលនេះគឺសម្រាប់យើងជាប្រជាពលរដ្ឋយើងនឹងចាំមើលថាតើទៅមុខទៀតនឹងទៅជាយ៉ាងណាហើយសង្ឃឹមថាអ្វីដែលយើងមិនចង់ឲ្យកើតឡើងនោះគឺទឹកដីរបស់យើងអត់ឲ្យបាត់ទឹកដីរបស់យើងទៀតទេសង្ឃឹមថានឹងមានការទៀមទាតាមផ្លូវច្បាប់ឲ្យអស់លទ្ធភាពនៅក្នុងការកំណត់ព្រំដែនហើយយកតំបន់ទាំង50-60ទីតាំងដែលសៀមកំពុងតែជួយជើងដោយខុសច្បាប់មកលើប្រទេសកម្ពុជាហើយយកមកធ្វើជារបស់កម្ពុជាវិញហើយបោះបង្គោលព្រំដែនដែលបានច្បាស់លាស់នោះគឺជារឿងមួយដែលយើងអាចទទួលយកបានអត់មានលក្ខខណ្ឌអ្វីផ្សេងទាល់តែសោះក្រៅពីការយកទឹកដីមកវិញអត់មានការដោះដូរអ្វីទេខ្ញុំសង្ឃឹមបែបហ្នឹងជួបគ្នានៅក្នុងវីដេអូក្រោយ